សំណួរចម្លើយអំពីប្រព័ន្ធទឹកកខ្វក់តោះយើងចូលរួមទាំងអស់គ្នាឥឡូវចូលដល់សំណួរហើយតើអ្នកដឹងទេថាទឹកដែលយើងប្រើប្រាស់រួចហូរទៅណាមែនហើយតើទឹកកខ្វក់ចេញពីបង្គន់ហូរទៅណាតែប្រាប់ខ្ញុំបានទេម៉ែមិនដឹងដែរកូនទឹកកខ្វក់រួមមានទឹកលាងចានទឹកចេញពីបន្ទប់ទឹកទឹកបោកគក់ជាដើមវានឹងហូរចូលទៅក្នុងបណ្ដាញលូអូទឹកកខ្វក់មិនត្រឹមតែចេញពីតាមផ្ទះប៉ុណ្ណោះទេវារួមបញ្ចូលទាំងទឹកកខ្វក់ដែលចេញពីផ្ទះសំណាក់និងអាជីវកម្មនានាផងដែរវ៉ាវអត់មែនអូម៉ែមិនដែរដឹងសោះតើទឹកកខ្វក់ហូរទៅណាឥឡូវខ្ញុំនឹងសួរសំណួរបន្ថែមទៀតតើទឹកដែលយើងប្រើប្រាស់រួចហូរទៅណាងាយស្រួលទេច្បាស់ជាហូរទៅក្នុងប្រឡាយខ្ញុំធ្លាប់ឃើញវាហូរចេញពីផ្ទះរបស់យើងចុះតើអ្នកគិតថាទឹកនៅក្នុងប្រឡាយទាំងនោះនឹងហូរទៅណាទៀតចាំខ្ញុំគិតមើលសិនបន្ទាប់ពីចេញពីប្រឡាយវាហូរចូលក្នុងទន្លេនិងតំបន់ដីសើមមែនទេដូចជាទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ជាដើមមែនហើយចុះបន្ទាប់ពីទន្លេតើវានឹងទៅណាទៀតបន្ទាប់ពីចេញពីទន្លេខ្ញុំគិតថាវានឹងហូរចូលទៅក្នុងសមុទ្រមានន័យថាបន្ទាប់ពីទឹកកខ្វក់ទាំងអស់ហូរចេញពីប្រឡាយនិងហូរចូលទៅក្នុងបឹងដូចជាបឹងជើងឯកជាដើមរួចទៅវាហូរចូលទៅក្នុងសមុទ្រអញ្ចឹងហើយត្រីទាំងអស់ហ្នឹងត្រូវរស់នៅក្នុងទឹកកខ្វក់នេះឬក៏ក្រិចណាស់លោកអើយអាណិតពួកវាណាពិតមែនហើយមិនត្រឹមតែប៉ុណ្ណោះទឹកកខ្វក់ទាំងនេះនឹងជ្រាបចូលក្នុងដីហើយបំពុលទឹកក្រោមដីថាម៉េចមានន័យថាទឹកកខ្វក់អាចហូរចូលទៅក្រោមដីដែរមែនទេពិតប្រាកដណាស់ទឹកកខ្វក់អាចជ្រាបចូលហើយលាយជាមួយទឹកអណ្ដូងដែលយើងប្រើប្រាស់អូអញ្ចឹងយើងអាចនឹងផឹកទឹកកខ្វក់នោះដោយមិនដឹងខ្លួនមែនទេពិតមែនហើយនេះគឺជារឿងគួរឲ្យខ្លាចបំផុត